អ្នកត្រូវតែលះបង់ចោលនៅជំនឿចាស់គំរិលដែលគិតថាអ្នកក្របែបនេះគឺព្រោះតែព្រំលិខិតបានកំណត់ឬមានទេវតាដាក់បណ្ដាសាឲ្យអ្នកក្ររហាមអស់មួយជីវិតអ្វីគឺកើតចេញពីបញ្ញាហើយវាស្ថិតនៅក្នុងខ្លួនមនុស្សគ្រប់រូបរាប់ទាំងអ្នកផងដែរបញ្ញាគឺជាធាតុដែលរស់រវើកវាធ្វើឲ្យអ្នកមានការយល់ឃើញអំពីអនាគតឬការរលឹកដឹងអំពីរឿងរ៉ាវអតីតកាលក្នុងនាមជាធាតុរស់រវើកនិងប្រកបដោយការរលឹកដឹងបែបនេះបញ្ញាតែងតែមានចំណង់មួយពីធម្មជាតិគឺចង់ឲ្យជីវិតមានភាពអស្ចារ្យឡើងគ្រប់ភាវៈដែលមានជីវិតទាំងអស់មិនថាសត្វឬរុក្ខជាតិទេតែងតែស្វះស្វែងមិនចេះឈប់ឈរដើម្បីធ្វើឲ្យជីវិតរបស់ខ្លួនធំធាត់ឡើងជាលំដាប់ជីវិតបើទោះជាវាទុកចោលក៏វាអាចធំធាត់ដោយស្វែងប្រវត្តិបានដែរឧទាហរណ៍គ្រាប់រុក្ខជាតិមួយដែលធ្លាក់ទៅលើដីវានឹងចាប់ផ្ដើមដុះលូតលាស់រហូតដល់វាអាចបង្កើតគ្រាប់រាប់ពាន់ថែមទៀតដូច្នេះជីវិតទោះបីជាបណ្ដោយឲ្យវាលូតលាស់តាមធម្មជាតិវាក៏នឹងអាចបំបែកខ្លួនឡើងជាចំនួនទ្វេគុណហើយបើសិនជាវាបន្តលូតលាស់ឲ្យខ្លាំងតាមតែអាចធ្វើទៅបាននោះវានឹងកាន់តែច្រើនឡើងរកទីបញ្ចប់គ្មានចំណែកឯបញ្ញាក៏ដូចគ្នាដែរគឺវារីកលូតលាស់ជាប្រចាំគំនិតមួយដែលយើងបានបង្កើតនឹងនាំឲ្យយើងនឹកឃើញដល់គំនិតមួយទៀតដែលធ្វើឲ្យសេចក្តីនឹកឃើញរបស់យើងចេះតែកើតឡើងជាបន្តបន្ទាប់ឯសេចក្តីពិតមួយដែលយើងបានយល់ដឹងនឹងនាំឲ្យយើងយល់នៅសេចក្តីពិតមួយដែលធ្វើឲ្យចំណេះដឹងរបស់យើងចេះតែកើនឡើងមិនឈប់ទេពកោសល្យដែលយើងខំប្រឌិតឡើងនៅក្នុងខួរក្បាលនឹងលើកទឹកចិត្តឲ្យបង្កើតទេពកោសល្យមួយទៀតទាំងអស់នេះកើតឡើងក៏ព្រោះតែមនុស្សយើងគឺជាកម្មបត្តិនៃចំណងរបស់ជីវិតដែលស្រែកឃ្លាននៅគុណភាពដើម្បីវាអាចរីកចម្រើនឲ្យអស់ពីសក្តានុពលហើយចំណងនេះតែងតែអូសទាញយើងធ្វើយ៉ាងណាឲ្យមានចំណេះដឹងឲ្យកាន់តែច្រើនធ្វើការឲ្យកាន់តែច្រើននិងធ្វើខ្លួនឲ្យកាន់តែរីកចម្រើនដើម្បីអាចចេះដឹងបានកាន់តែច្រើនអាចធ្វើការបានកាន់តែច្រើននិងអាចរីកចម្រើនបានកាន់តែច្រើនយើងត្រូវតែមានសម្ភារៈដើម្បីប្រើប្រាស់ជាគ្រឿងមួយចំនួនដល់ការរៀនដល់ការប្រកបកិច្ចការងារផ្សេងៗនិងដល់ការអភិវឌ្ឍខ្លួនឯងនិយាយរួមបើចង់រស់នៅឲ្យអស់ពីសក្តានុពលយើងត្រូវតែជាអ្នកមានដូច្នេះការចង់ក្លាយជាអ្នកមានម្នាក់គឺគ្រាន់តែជាការចង់បានមធ្យោបាយដើម្បីធ្វើឲ្យជីវិតរបស់ខ្លួនលូតលាស់ឲ្យពេញបរិបូរណ៍តែប៉ុណ្ណោះព្រោះចំណងនេះគឺជាកត្តាជំរុញទឹកចិត្តមនុស្សឲ្យចាប់ផ្ដើមធ្វើសកម្មភាពអភិវឌ្ឍខ្លួនឯងចំណងដែលចង់បង្ហាញពីសក្តានុពលរបស់ខ្លួនទៅកាន់ពិភពលោកគឺជាថ្មបញ្ឆេះដុតកម្លាំងចិត្តឲ្យឆេះឡើងអ្នកមានចំណងចង់បានលុយច្រើនគឺមិនខុសអ្វីអំពីរុក្ខជាតិដែលចង់ដុះលូតលាស់បានល្អនោះទេជីវិតគឺបែបនឹងឯងគឺវាចង់តែលូតលាស់ជាអតិបរមាទៅតាមគ្រប់មធ្យោបាយជីវិតគឺជាកម្មបត្តិដែលប្រព្រឹត្តទៅតាមធម្មជាតិដែលជាប្រធានមានន័យថាជីវិតនីមួយៗតែងតែមានបង្កប់នៅចំណងម្យ៉ាងដែលជាគ្រឿងពន្យុះទឹកចិត្តធ្វើយ៉ាងណាឲ្យជីវិតខ្លួនកាន់តែប្រសើរនិងងាយស្រួលឡើងដូច្នេះហើយទើបសម្ភារៈត្រូវបានបង្កើតជាហូរហែដើម្បីតែបំពេញសេចក្តីត្រូវការរបស់ជីវិតតែងតែធ្វើឲ្យអ្នកមានចំណងចង់ឲ្យខ្លួនកាន់តែរីកចម្រើនទៅមុខដូច្នេះហើយទើបវាទាមទារឲ្យអ្នកត្រូវតែមានរបស់របរគ្រប់គ្រាន់ដើម្បីប្រើប្រាស់តាមពិតទៅទេវតាតែងតែប្រាថ្នាចង់ឲ្យអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភទ្រង់ចង់ឲ្យអ្នកក្លាយជាអ្នកមានពីព្រោះព្រះអង្គនឹងអាចផ្សាយសេចក្តីរបស់ទ្រង់ទៅកាន់ពិភពលោកតាមរយៈអ្នកកាន់តែប្រសើរប្រសិនបើអ្នកមិនខ្វះខាតសម្ភារៈប្រើប្រាស់ទេវតាអាចគង់នៅក្នុងចិត្តរបស់អ្នកបានកាន់តែយូរប្រសិនបើអ្នកមិនពិបាកចិត្តព្រោះមានមធ្យោបាយគ្រប់គ្រាន់ដើម្បីចិញ្ចឹមជីវិតដូច្នេះពិភពលោកពិតជាចង់ឲ្យអ្នកមានអ្វីៗគ្រប់យ៉ាងដែលអ្នកប្រាថ្នាពិតប្រាកដមែនធ
ធម្មជាតិមិនដែលប្រឆាំងនឹងចំណងរបស់អ្នកឡើយអ្វីដែលនៅក្នុងធម្មជាតិគឺសុទ្ធតែកើតឡើងដើម្បីអ្នកចូលទទួលស្គាល់ពីឥឡូវនេះទៅថានេះគឺជាការពិតទោះបីជាវាយ៉ាងណាក៏ដោយក៏វាមានសារៈសំខាន់ខ្លាំងណាស់ចំពោះអ្នកដើម្បីចងចាំថាគោលបំណងរបស់អ្នកគួរតែមានលក្ខណៈសមស្របទៅនឹងគោលបំណងរបស់មនុស្សទូទៅអ្នកត្រូវតែមានគោលបំណងចង់បានជីវិតបរិសុទ្ធគឺមិនមែនជីវិតដែលបំពេញតែសេចក្តីត្រេកត្រអាលរបស់ខ្លួននោះឡើយជីវិតគឺជាសកម្មភាពឬអាចហៅថាជាដំណើររស់រវើកដូច្នេះបុគ្គលម្នាក់ដែលអាចហៅបានថាជាមនុស្សមានជីវិតលុះត្រាតែគាត់អាចប្រព្រឹត្តនៅគ្រប់សកម្មភាពមិនថាខាងផ្នែករូបរាងកាយបញ្ញាឬដួងចិត្តហើយគាត់ត្រូវតែប្រព្រឹត្តច្រើនទៅតាមតែគាត់អាចធ្វើទៅបានដោយមិនឲ្យផ្នែកណាមួយច្រើនហួសលើសផ្នែកផ្សេងទៀតឡើយអ្នកមិនត្រូវចង់ខ្លាចជាអ្នកមានដើម្បីតែបានស៊ីស្រួលដេកស្រួលដូចជាសត្វជ្រូកឬដើម្បីបានឱកាសបំពេញតាមតណ្ហាដូចជាសត្វធាតុនោះទេព្រោះនេះមិនមែនហៅថាជីវិតឡើយផ្ទុយទៅវិញការដែលធ្វើឲ្យរូបរាងកាយមានសកម្មភាពគឺចាត់ទុកថាជាអ្នកបានបំពេញផ្នែកមួយនៃជីវិតព្រោះគ្មាននរណាម្នាក់អាចរស់នៅបានពេញបរិបូរណ៍បើគាត់មិនព្រមឲ្យរូបរាងកាយមានសកម្មភាពឬធ្វើឲ្យមានសុខភាពល្អលើសពីនេះទៅទៀតអ្នកមិនគួរចង់ខ្លាយជាអ្នកមានដើម្បីតែមានឱកាសបំពេញសេចក្តីត្រការខាងផ្នែកបញ្ញាតែមួយមុខនោះទេដូចជាមានឱកាសទទួលចំណេះដឹងបានសម្រេចមហិច្ឆតាបានល្អប្រសើរជាងអ្នកដទៃឬបានល្បីល្បាញជាដើមមានហើយទាំងអស់នេះក៏ជាផ្នែកមួយនៃជីវិតពិតមែនប៉ុន្តែបុគ្គលដែលរស់នៅដើម្បីតែបំពេញសេចក្តីត្រការខាងផ្នែកបញ្ញាតែម្យ៉ាងបែបនេះនឹងរស់នៅក្នុងជីវិតមួយដែលមិនទាន់ពេញលេញហើយជាលទ្ធផលគាត់នឹងទទួលអារម្មណ៍មិនពេញចិត្តនឹងជីវិតរបស់ខ្លួនមិនខានលើសពីនេះទៅទៀតអ្នកមិនត្រូវចង់ខ្លាចជាអ្នកមានដើម្បីតែបានជួយអ្នកដទៃហើយមិនគិតអំពីខ្លួនឯងដូចជាគិតតែពីជួយសង្គ្រោះឬលះបង់ខ្លួនឯងដើម្បីអ្នកដទៃការបំពេញសេចក្តីត្រការខាងផ្នែកដួងចិត្តបែបនេះគឺគ្រាន់តែជាផ្នែកមួយនៃជីវិតប៉ុណ្ណោះហើយដួងចិត្តនេះមិនមានសារៈសំខាន់ផ្ដាច់មុខជាងផ្នែកផ្សេងៗទៀតនៃជីវិតឡើយអ្នកចង់ខ្លាចជាអ្នកមានគឺដើម្បីអ្នកអាចហូបផឹកនិងអាចប្រារព្ធពិធីផ្សេងៗនៅពេលដែលអ្នកចាំបាច់ត្រូវធ្វើដើម្បីអ្នកអាចមានសេចក្តីរីករាយពេលមានរបស់ល្អៗនៅជុំវិញខ្លួនអាចដើរកម្សាន្តទៅកាន់ទីឆ្ងាយអាចបំពេញតម្រូវការឲ្យចិត្តគំនិតអាចអភិវឌ្ឍបញ្ញានិងក៏អាចដើម្បីបង្ហាញសេចក្តីស្រឡាញ់ដល់មនុស្សជុំវិញខ្លួននិងអាចធ្វើអំពើល្អទៅកាន់ពួកគេព្រមទាំងអាចមានសមត្ថភាពដើម្បីបំពេញសេចក្តីល្អណាមួយជូនដល់ពិភពលោកប៉ុន្តែចូលចងចាំថាការគិតគូរតែអំពីអ្នកដទៃខ្លាំងជ្រុលពេកគឺគ្រោះថ្នាក់ដូចនឹងអាត្មានិយមដូចនេះដែរទាំងពីរនេះគឺសុទ្ធតែជាកំហុសចូលលះបង់ចោលនៅជំនឿថាព្រះអាទិទេពចង់ឲ្យអ្នកលះបង់ខ្លួនដើម្បីអ្នកដទៃនិងជំនឿថាព្រះអាទិទេពនឹងប្រទានពរជ័យឲ្យអ្នកប្រសិនបើធ្វើបែបនេះតាមពិតព្រះអាទិទេពមិនដែលទាមទារឲ្យអ្នកធ្វើបែបនេះនោះទេអ្វីដែលព្រះអង្គត្រូវការគឺចង់ឲ្យអ្នករស់នៅក្នុងជីវិតរបស់ខ្លួនឲ្យអស់ពីសក្តានុពលហើយការខំប្រឹងប្រែងធ្វើឲ្យខ្លួនល្អប្រសើរនេះអ្នកមិនត្រូវតែកំពុងជួយខ្លួនឯងតែប៉ុណ្ណោះទេតែក៏កំពុងជួយអ្នកដទៃផងដែរព្រោះអ្នកអាចជួយអ្នកដទៃបានច្រើនតាមរយៈការជួយខ្លួនឯងឲ្យបានជាមុនសិនអ្នកអាចរស់ឲ្យអស់ពីសក្តានុពលទៅបានលុះត្រាតែអ្នកគឺជាអ្នកមានដូច្នេះវាគឺជារឿងត្រឹមត្រូវដែលគួរឲ្យសរសើរដែលអ្នកត្រូវតែគិតខ្នះខ្នែងស្វែងរកទ្រព្យសម្បត្តិទោះបីជាយ៉ាងណាក៏ដោយចូលចាំថាសេចក្តីប្រាថ្នានេះមិនមែនដើម្បីតែខ្លួនឯងប៉ុណ្ណោះទេហើយការខ្នះខ្នែងដើម្បីសម្រេចវាគឺត្រូវធ្វើឡើងដើម្បីឲ្យជីវិតបានប្រសើរសម្រាប់ខ្លួនឯងផងនិងអ្នកដទៃផងមានន័យថាអ្នកមិនត្រូវធ្វើឲ្យជីវិតរបស់ខ្លួនប្រសើរតាមរយៈការសង្កត់សង្កិនអ្នកដទៃឡើយព្រោះមនុស្សទាំងអស់សុទ្ធតែមានសិទ្ធិស្មើគ្នាដើម្បីស្វះស្វែងរកភាពមានបានមកបំពេញសេចក្តីត្រូវការរបស់ជីវិតរៀងៗខ្លួនបញ្ញានឹងជួយនាំរបស់មកឲ្យអ្នកប៉ុន្តែវាមិនមែនទាញរបស់ពីអ្នកដទៃដើម្បីយកឲ្យអ្នកនោះទេអ្នកត្រូវលះបង់ចោលនៅគំនិតប្រកួតប្រជែងដើម្បីយកឈ្នះគេអ្នកកើតមកគឺដើម្បីផលិតផលរបស់ថ្មីមិនមែនដើម្បីប្រកួតដណ្ដើមយករបស់ដែលត្រូវបានផលិតរួចហើយឡើយ
វាមិនចាំបាច់អ្វីដែលអ្នកត្រូវតែដណ្ដើមយករបស់ពីគេនោះទេវាមិនចាំបាច់អីដែលត្រូវខំប្រឹងប្រែងប្រកែកតថ្លៃហើយអ្នកក៏មិនបាច់ចាំប្រឹងលួចបន្លំឬកេងប្រយោជន៍ពីអ្នកដទៃផងដែរអ្នកក៏មិនចាំបាច់អីដើម្បីបោកប្រាស់អ្នកដទៃឲ្យធ្វើការឲ្យខ្លួនដោយផ្ដល់ប្រាក់កម្រៃទាបជាងកម្រិតដែលគេសមនឹងទទួលអ្នកមិនត្រូវប្រាថ្នាទ្រព្យសម្បត្តិរបស់អ្នកដទៃឬសម្លឹងវានៅក្នុងក្រសែភ្នែកលោភលន់ព្រោះគ្មាននរណាម្នាក់មានរបស់ដែលអ្នកមិនមាននោះទេដូច្នេះអ្នកមិនចាំបាច់លួចរបស់នោះពីគេឡើយអ្នកកើតមកជាបុគ្គលច្នៃប្រឌិតមិនមែនជាអ្នកដណ្ដើមគេនោះទេអ្នកនឹងទទួលបាននូវអ្វីដែលខ្លួនប្រាថ្នាប៉ុន្តែការទទួលបែបនេះធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ដល់ប្រយោជន៍អ្នកដទៃខ្ញុំធ្លាប់ឃើញមនុស្សខ្លះទទួលបានលុយដោយច្រើនសន្ធឹកសន្ធាប់ប៉ុន្តែទទួលបានតាមរយៈមធ្យោបាយខុសពីមធ្យោបាយដែលបានរៀបរាប់ខាងលើដូចនេះគួរតែផ្ដល់ការពន្យល់បន្តិចទៅនេះមនុស្សដែលមានអំណាចពេលខ្លះខ្លាចជាអ្នកមានស្ដុកស្ដំតាមរយៈភាពប៉ិនប្រសប់ក្នុងការប្រកួតប្រជែងហើយពេលខ្លះពួកគេលង់ខ្លួនក្នុងសេចក្តីប្រាថ្នានិងសកម្មភាពមួយដែលធ្វើឡើងដោយគិតតែពីចង់ឲ្យមានភាពរីកចម្រើនដល់មនុស្សជាតិតាមរយៈការធ្វើបដិវត្តន៍ឧស្សាហកម្មលោក Rockefeller Gandhi Morgan តែងតែបានចាត់ទុកថាជាបុគ្គលដែលវក់វីនឹងការងារខំប្រឹងធ្វើយ៉ាងណាដើម្បីបង្កើតឲ្យមានប្រព័ន្ធផលិតកម្មដោយប្រើឧស្សាហកម្មហើយទីបញ្ចប់ការប្រឹងប្រែងរបស់ពួកគេបានរួមចំណែកធ្វើឲ្យជីវិតរបស់មនុស្សជាតិប្រសើរឡើងយ៉ាងសម្បើមអស្ចារ្យហើយស្នាដៃរបស់ពួកគេត្រូវបានបន្តពង្រីកបន្ថែមដោយបុគ្គលជាច្រើននៅចំនួនក្រោយៗទៀតដែលបុគ្គលទាំងនោះបង្កើតឲ្យមានការចែកចាយផលិតផលដោយប្រើប្រាស់គ្រឿងម៉ាស៊ីនថែមទៀតផងពួកមហាសេដ្ឋីប្រាក់លានដុល្លារគឺប្រៀបបាននឹងពួកសត្វដៃណូស័រកាលពីសម័យបុរេប្រវត្តិអញ្ចឹងពួកគេរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរវិវត្តរបស់សង្គមដែលធ្វើឲ្យមានការផ្លាស់ប្ដូរយ៉ាងឆាប់រហ័សប៉ុន្តែថាមពលដែលធ្វើឲ្យពួកគេខ្លាំងក្លាបែបនេះនឹងបំផ្លាញពួកគេទៅវិញដូច្នេះត្រូវចាំក្នុងចិត្តថាពួកគេទាំងនោះមិនមែនជាអ្នកមានពិតប្រាកដឡើយតាមរយៈកំណត់ជីវិតឯកជនរបស់ពួកគេបានបង្ហាញថាពួកគេភាគច្រើនរស់នៅក្នុងជីវិតដែលពិបាកវេទនាជាងអ្នកក្រទៅទៀតភាពមានបានដែលកើតចេញអំពីការប្រកួតប្រជែងមិនអាចធ្វើឲ្យចិត្តស្ងប់ស្ងល់ឬអាចស្ថិតស្ថេរបានយូរអង្វែងឡើយថ្ងៃនេះគឺជារបស់អ្នកហើយថ្ងៃស្អែកវានឹងក្លាយជារបស់គេក៏ថាបានចូលចងចាំថាបើអ្នកចង់ក្លាយជាអ្នកមានតាមរយៈក្បួនវិទ្យាសាស្ត្រនិងតាមរយៈការធ្វើត្រូវក្បួនអ្នកត្រូវតែលះបង់ចោលនៅគំនិតប្រកួតប្រជែងដេញជើងគ្នាទៅវិញទៅមកអ្នកមិនត្រូវគិតថាប្រហែលជាជោគជ័យត្រូវគេយកអស់ហើយមើលទៅនៅពេលអ្នកចាប់ផ្ដើមគិតថាប្រហែលជាលុយត្រូវគេប្រមូលយកអស់ហើយមើលទៅឬគិតថាអញត្រូវតែខំប្រឹងយ៉ាងណាបង្ខំឲ្យគេអនុម័តច្បាប់ដើម្បីបញ្ឈប់សកម្មភាពនេះឬគិតគំនិតណាដែលប្រហាក់ប្រហែលនឹងគំនិតបែបនេះអ្នកក៏ចាប់ផ្ដើមលងទៅក្នុងគំនិតប្រកួតប្រជែងតែម្ដងហើយខណៈនឹងគំនិតបែបច្នៃប្រឌិតរបស់អ្នកនឹងលែងមានដំណើរការហើយអ្វីដែលកាន់តែអាក្រក់ថែមទៀតនោះអ្នកប្រហែលជាលុបចោលនៅគំនិតបែបច្នៃប្រឌិតដែលខ្លួនបានបង្កើតរួចហើយថែមទៀតផងចូលគិតថាតាមពិតមានលុយច្រើនរាប់មិនអស់មានតម្លៃស្មើនឹងភ្នំមាសកប់ក្នុងដីដែលនៅមិនទាន់ត្រូវបានគេជីកគោះមកឡើយហើយចូលគិតថាបើលុយត្រូវបានគេប្រមូលយកអស់លុយជាច្រើនផ្សេងទៀតនឹងត្រូវបង្កើតឡើងតាមរយៈគំនិតដើម្បីបំពេញសេចក្តីត្រូវការរបស់អ្នកមិនត្រូវរំពៃមើលតែរបស់ដែលបានបង្កើតរួចមកហើយឡើយគឺត្រូវតែគិតរំពៃពីទ្រព្យសម្បត្តិដែលយកមិនចេះអស់មិនចេះហើយដែលកំពុងតែស្ថិតនៅក្នុងបញ្ញារបស់អ្នកហើយក៏ត្រូវមានជំនឿផងដែរថាទ្រព្យទាំងនោះនឹងមករកអ្នកនៅពេលណាដែលអ្នកចង់បាននឹងត្រូវការប្រើប្រាស់បើអ្នកអាចលះបង់ចោលនៅគំនិតដែលមមីតែអំពីរបស់ដែលត្រូវបានគេបង្កើតរួចហើយអ្នកនឹងអាចបង្កើតទ្រព្យសម្បត្តិដែលអ្នកចង់បានហើយគ្មាននរណាម្នាក់អាចទប់ស្កាត់អ្នកបានឡើយដូច្នេះចូលកុំអនុញ្ញាតឲ្យខ្លួនឯងលង់ទៅក្នុងសេចក្តីបារម្ភថាបើអាត្មាអញមិនប្រញាប់ប្រញាល់ទេទីតាំងល្អៗសម្រាប់សាងសង់អាជីវកម្មឬផ្ទះនឹងត្រូវបានគេយកអស់មុនពេលអាត្មាអញមិនខានចូលកុំគិតអំពីអ្នកធនាគារឬពួកអ្នកជំនួញ
ព្រោះវាអាចធ្វើឲ្យខ្លួនឯងកើតចិត្តបារម្ភថាពួកគេមុខជាមកប្រមូលយកលុយទៅអស់ចូលកុំភ័យខ្លាចថាខ្លួននឹងបាត់បង់អ្វីដែលខ្លួនត្រូវការព្រោះអ្នកដទៃនឹងដណ្ដើមយកវាអស់ព្រោះនេះមិនអាចកើតមានឡើយដោយសារតែអ្នកមិនមែនកំពុងស្វែងរករបស់ដែលជាកម្មសិទ្ធិរបស់អ្នកដទៃនោះទេផ្ទុយមកវិញអ្នកកំពុងតែច្នៃប្រឌិតដើម្បីបង្កើតរបស់ដែលខ្លួនចង់បានចេញអំពីបញ្ញាហើយផលិតផលដែលអាចបង្កើតចេញពីធនាគារនេះគឺគ្មានដែនកំណត់ឡើយចូលចងចាំប្រយោគខាងក្រោមម្ដងទៀតអ្វីសុទ្ធតែកើតចេញពីបញ្ញារបស់មនុស្សហើយវាគឺជាធាតុដែលគ្មានរូបរាងប្រៀបដូចជាខ្យល់ដែលអាចផ្សាយនិងជ្រាបចូលទៅក្នុងចន្លោះនៃរូបធាតុទាំងឡាយគំនិតមានដើមកំណើតចេញពីបញ្ញាហើយគំនិតមានសមត្ថភាពអាចបង្កើតរូបភាពនៃរបស់ផ្សេងៗមនុស្សពិតជាមានសមត្ថភាពពិសេសម្យ៉ាងគឺសមត្ថភាពអាចបង្កើតរូបភាពនៃវត្ថុមួយនៅក្នុងគំនិតរបស់ខ្លួនហើយការបង្កើតរូបភាពគំនិតនេះគឺជាចំណុចចាប់ផ្ដើមនៃដំណើរការក្នុងការបង្កើតរបស់នោះឲ្យចេញជារូបរាងឡើង